感谢主的恩典。今天上午呢，想跟大家呢来学习，基本信仰的重要性。因为我们要知道自己在相信什么，规划我们灵魂的方向。ដោយសារតែយើងទៅតែដឹងថាតើយើងជឿជាក់ទៅលើអ្វីហើយអ្វីទៅដែលជាខាងជំនឿសាសនាដែលយើងជឿជាក់នោះហើយជាទិសដៅរបស់យើង因为我们看得到的是暂时的，看不到的是永远的。ដោយសារតែអ្វីដែលយើងអាចមើលឃើញវាគ្រាន់តែរយៈពេលខ្លីគ្រាន់តែជាការបណ្ដាអាសន្នតែប៉ុណ្ណោះតែអ្វីដែលយើងមើលមិនឃើញវិញគឺវានៅអស់កលជានិច្ច我们上次有提到基本信仰ដោយសារតែលើកមុនគឺខ្ញុំបានរៀនដល់ចាយដល់ប្រមាណចំណុចនៅក្នុងជំនឿសាសនា那我们会一一的来查考每一条ឥឡូវយើងនឹងនឹងចែកលើកយកមកពីមួយចំណុចយកមកនិយាយ所以我们今天上午呢我们就来查考第一条相信真神អញ្ចឹងនៅចំណុចទី1ជំនឿមូលដ្ឋានទី1គឺយើងលើកមកគឺជឿជាក់លើព្រះគឺព្រះពិត我们请打开我们的赞美诗中文呢是第一首之前面呢ចាំមកយើងបើកមើល基本信仰នៅក្នុងព្រះសភៅចម្រៀងរបស់យើងណាភាសាចម្រៀងសាមកាងព្រះនៅបទលេខ1我们教会呢的基本信仰总共有10大条ចឹងថាតើនៅក្នុងព្រះវិហាររបស់យើងមានជំនឿមូលដ្ឋានប្រមាណទៅ不知道还记不每个弟兄姐妹还记不记得十个基本我们教会的基本信仰អញ្ចឹងគឺខ្ញុំមិនដឹងថាបងប្អូនរបស់យើងដឹងឬក៏មិនដឹងនោះទេថាព្រះវិហាររបស់យើងមានជំនឿមូលដ្ឋានគ្រឹះនឹងចំនួនប៉ុន្មាន总共有10条គឺវាមាន10ទាំងអស់ណាមាន10这10大信条里面包括我们的5大教义ហើយក្នុង10នឹងដែរគឺមានមូលដ្ឋានគ្រឹះទាំង5ទៀតណា那这边第一条我们先来读一下哈ឥឡូវយើងរៀនពីទី1សូមបងប្អូនអានតិចណា我们一起来读第一条基本第一首之前សំអានណានៅក្នុងសភៅចម្រៀងយើងមានជំនឿមូលដ្ឋាននៅក្នុងខាងក្របសភៅនៅក្នុងសភៅចម្រៀងនៅអត់មានទំព័រតែបងប្អូនបើកមកគេដាក់ចំណងជើងថាជំនឿមូលដ្ឋាននៃព្រះវិហារព្រះយេស៊ូវពិតណាប្រការ10នៃសេចក្តីជំនឿបើកមកផុតពីចំណងជើងបទចម្រៀងមួយស្លឹកពីរស្លឹកមកតបមកមានកិច្ចអដ្ឋានហើយទៅដល់ជំនឿមូលដ្ឋានហ្នឹង我们一起来读第一条ចឹងសូមបងប្អូនអាននៅមូលដ្ឋានជំនឿមូលដ្ឋានទី1យើងអានរួមគ្នា1ជំជឿព្រះយេស៊ូវគ្រីស្ទជាព្រះបន្ទូលត្រឡប់ជាសាច់ឈាមទ្រង់សគត់នៅលើឈើឆ្កាងដើម្បីសង្គ្រោះមនុស្សមានបាបហើយបានរស់ឡើងវិញនៅថ្ងៃទី3ហើយបន្ទាប់មកទ្រង់ទៅស្ថានសួគ៌ទ្រង់ជាព្រះសង្គ្រោះតែមួយគត់នៃមនុស្សលោកជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីនិងជាព្រះពិតតែមួយគត់អាមែន这里很清楚的告诉我们在基本信仰的第一条就是我们相信独一真神អញ្ចឹងកន្លែងនេះគឺប្រាប់យើងយ៉ាងជាក់ច្បាស់មែនទែនថាក្នុងជំនឿសាសនារបស់យើងគឺមានព្រះពិតតែមួយគត់គឺព្រះពិតព្រះយេស៊ូវ那谁是我们的独一真神呢ហើយថាតើនរណាទៅគឺជាព្រះពិតរបស់យើងតែមួយគត់នោះ就是我们尊崇然后所敬拜的主耶稣基督គឺជាព្រះដែលយើងបានគោរពចុះចូលតាមប្រតិបត្តិតាមគឺជាព្រះយេស៊ូវ这就是我们基本信仰的根基នេះហើយគឺខាងជំនឿសាសនារបស់យើងកាន់តែជ្រាលជ្រៅទៅ所以相信独一真神的并且他的名字叫做耶稣ហើយគឺយើងជឿជាក់ទៅលើព្រះពិតរបស់យើងនាមរបស់ទ្រង់នោះគឺព្រះយេស៊ូវ那小弟想把这一条基本信仰分成两大段来跟大家学习អញ្ចឹងខ្ញុំនឹងបែងចែកក្នុងមូលដ្ឋានទី1នេះជា2ចំណុចដើម្បីលើកយកមកបង្រៀនដល់បងប្អូនអរគ្នា第一就是真神然后跟耶稣ទី1គឺព្រះពិតហើយមួយទៀតគឺ
ព្រះយេស៊ូវ在真神的主题上呢，我们今天来谈真神的本质。អញ្ចឹងមកជាដំបូងគឺយើងនឹងសិក្សាអំពីព្រះពិតជាមុនសិន往往人会把肉体的是物质的或是元素的当作神来拜他。អញ្ចឹងមានមនុស្សខ្លះគេបានធ្វើយ៉ាងម៉េចគេបានយករូបព្រះរូបអីចឹងទៅយកមកឆ្លាក់យកមកធ្វើតាំងតុបតែងធ្វើជាព្រះដើម្បីគោរពប្រតិបត្តិ世人以看得见的偶像呢当作神，错误的，因为这是人所造的。ដោយសារយើងមើលឃើញថាការប្រតិបត្តិការគោរពបែបនោះគឺជាការដែលខុសឆ្គងដោយសារតែរបស់នោះគឺមនុស្សជាអ្នកយកមកបង្កើតវាហើយដើម្បីគោរព那真神既然是造物主，也是他造的，神造的。ប៉ុន្តែព្រះពិតវិញគឺព្រះពិតព្រះជាអ្នកបង្កើតរបស់ទាំងអស់នោះដែលគេបង្កើតឡើងណា那人怎么可能去造神呢？ប៉ុន្តែហេតុអីបានជាមនុស្សមិនទៅរកព្រះពិតតែម្ដงទៅ我们来看一段经文哦，我们请翻开圣经的诗篇105篇第4节到第9节。សូមឲ្យយើងមើលព្រះគម្ពីរទំនុកដំកើងចំពុក115시편 115편 4절에서 9절까지诗篇115篇ទំនុកដំកើងចំពុក115的第4节到第5节、第9节。ខ4ដល់ខ9我们一起读哦。សូមយើងបានអានទាំងអស់គ្នាណាចេញពីខ4រហូតដល់ខ9他们的偶像ឯព្រះរបស់គេនោះសុទ្ធតែជារូបធ្វើពីប្រាក់និងមាសជាស្នាដៃដែលមនុស្សធ្វើរូបទាំងនោះមានមាត់តែមិនចេះនិយាយមានភ្នែកតែមើលមិនឃើញមានត្រចៀកតែស្ដាប់មិនឮមានច្រមុះតែធំក្លិនមិនបានមានដៃតែចាប់កាន់មិនបានមានជើងតែមិនចេះដើរឡើយក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផងជាងដែលធ្វើអស់អ្នកដែលຕົកចិត្តនឹងរូបទាំងនោះគេនឹងបានដូចជារូបនោះដែរអោអ៊ីស្រាអែលអើយចូលຕົកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយនិងជាខែលរបស់ឯងអាមែន这里几个经章节就告诉我们说，人所造的偶像呢，他有那个东西，可是他不能做那些东西。អញ្ចឹងនៅក្នុងគម្ពីរខគម្ពីរចំពុកនេះខទាំងអស់នេះដែរគឺចង់ប្រាប់ដល់យើងថាព្រះទាំងអស់នោះគឺសុទ្ធតែជាព្រះដែលមិនអាចធ្វើបានណា第5节就是说，他有嘴巴呢，可是他不能讲话。ដូចជានៅក្នុងខ5អញ្ចឹងបាននិយាយមកថាចេះព្រះនឹងមានមាត់ប៉ុន្តែអត់អាចនិយាយបានទេមិនចេះនិយាយ他虽然我们看得到他有眼睛呢，可是他看不到。ហើយថ្មីត្បិតតែយើងមើលឃើញថាអូរូបព្រះនោះមានភ្នែកប៉ុន្តែភ្នែកនោះជាភ្នែកដែលមើលមិនឃើញ他有那个耳朵啊，可是他听不到我们在跟他求什么。ហើយមួយទៀតឃើញថាអូមានត្រចៀកប៉ុន្តែត្រចៀកនោះគឺស្ដាប់មិនឮទេស្ដាប់មិនឮអ្វីទាំងអស់所以我们所敬拜的这位神呢是灵啊。ប៉ុន្តែនៅថ្ងៃនេះដែរព្រះដែលយើងគោរពប្រតិបត្តិនោះទ្រង់គឺជាវិញ្ញាណ是创造宇宙万物的神。ហើយព្រះទ្រង់គឺជាព្រះដែលបង្កើតគ្រប់ទាំងផ្ទៃមេឃផែនដីនិងសពសារពើទាំងអស់而且他是天地的主，是住在人所造的这个圣殿的神。ហើយព្រះទ្រង់គឺជាព្រះនៃផ្ទៃមេឃនិងផែនដីទ្រង់គង់នៅក្នុងដំណាក់នៃទ្រង់他也不需要我们去服侍他。ទ្រង់គឺទ្រង់មិនគង់នៅក្នុងដំណាក់ដែលដៃមនុស្សធ្វើឬក៏ចាំបាច់ឲ្យយើងទៅធ្វើការបម្រើដល់ទ្រង់ឡើយ因为我们所敬拜的真神没有缺什么，不需要什么东西。ដោយសារតែព្រះរបស់យើងព្រះពិតរបស់យើងគឺទ្រង់មិនមានខ្វះខាតអ្វីហើយទ្រង់ក៏អត់មានត្រូវការអ្វីដែរ这个是记在我们使徒行传的17章24节到25节。អញ្ចឹងនេះដែរគឺមានកត់ត្រានៅក្នុងព្រះគម្ពីរកិច្ចការចំពុក17ខ24ដល់25那我们今天来谈神是灵哦。ឥឡូវថ្ងៃនេះយើងមកមើលថាព្រះទ្រង់គឺជាវិញ្ញាណ第一点我想和大家分享的就是我们知道人是有骨有肉的，
但是灵是无骨肉的。អញ្ចឹងគឺខ្ញុំថ្ងៃនេះដែរខ្ញុំចង់ចែកចាយនឹងបងប្អូនទាំងអស់គ្នាថាព្រះទ្រង់គឺជាវិញ្ញាណណាមានសាច់ឈាមរបស់យើងណា我们来看这个路加福音的24章。ចឹងសូមឲ្យយើងមើលនៅក្នុងព្រះគម្ពីរលូកា路加福音24章的39节那边。ព្រះគម្ពីរលូកាចំពុក24ខ39 노가 본 24장 39절。路加福音24章。ព្រះគម្ពីរលូកាចំពុក24的39节那边。ខ39。当主耶稣呢被钉十字架3天复活之后呢？អញ្ចឹងក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាងនៅលើឈើឆ្កាងហើយបន្ទាប់មក3ថ្ងៃទ្រង់ក៏បានមានប្រជញ្ញរស់ឡើងវិញ他有向跟2位门徒显现，但是他们的眼睛呢迷糊，不认识他。គឺព្រះទ្រង់បានលេចមកឲ្យសិស្សរបស់ទ្រង់2នាក់បានឃើញប៉ុន្តែសិស្សនោះគឺមិនបានស្គាល់គាត់ទេ36节这边就主耶稣又再一次向使徒们显现。ពេលនៅក្នុងខ36គឺព្រះទ្រង់បានលេចមកដល់ពួកគេឲ្យឃើញនៅកណ្ដាលចំណោមពួកគេហ្នឹង耶稣亲自站在他们中间呢，就问他们安。គឺព្រះយេស៊ូវបាននៅក្នុងកណ្ដាលពួកគេហើយក៏បានសួរដល់ពួកគេ然后37节这边他们就很惊慌的又害怕，因为看到魂。ដល់ពេលនៅក្នុងខ37វិញគឺពួកគេដែលបានឃើញត្រង់ហ្នឹងក៏មានសេចក្តីភ័យខ្លាចសេចក្តីស្ញាញ់ខ្លាចជាខ្លាំង这边魂的原文叫做灵啊 ，puma。អញ្ចឹងគឺថាជាព្រលឹងស្មានជាព្រលឹងវិញ្ញាណអញ្ចឹងណាគឺភ័យខ្លាចដោយសារពួកគេហ្នឹងស្មានថាជាខ្មោច我们看39节到40节。ឥឡូវយើងមើលខ38ដល់39 39节39节。39 38យើងអានទាំងអស់គ្នា39节。39你们看我的手，我的脚，就知道实在是我了。摸我看看，魂有骨无肉，你们看我是有的。ឬឆ្អឹងដូចជាឃើញខ្ញុំនេះទេ说了这话就把手和脚给他们看គឺព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យពីរបីម៉ាត់ហើយទ្រង់ក៏បានយកដៃនិងជើងរបស់ទ្រង់ទៅឲ្យពួកគេបានពិនិត្យមើល耶稣就证明给他们看，让他们摸他的钉痕。គឺព្រះយេស៊ូវបានឲ្យគេមើលបានបញ្ជាក់ឲ្យគេមើលឲ្យពួកគេបានស្ទាបបាននឹងអាលទ្រង់又说明了灵是无骨肉的。ឲ្យដោយសារតែគាត់និយាយថាខ្មោចនោះគ្មានសាច់គ្មានឆ្អឹងទេ所以灵与魂呢是有分别的。អញ្ចឹងដោយសារតែព្រលឹងវិញ្ញាណហ្នឹងគឺព្រលឹងមានព្រលឹងគឺមិនអាចស្ទាបបានបង្អែលបានឡើយគឺវាបែងចែកខុសពីគ្នា所以神是灵不是魂。អញ្ចឹងព្រះគឺជាវិញ្ញាណ唯有人有灵又有魂。អញ្ចឹងមានទាំងព្រលឹងមានទាំងវិញ្ញាណ所以灵的存在很多却有分别ហើយក្នុងការដែលព្រលឹងដែលនៅក្នុងមនុស្សហ្នឹងក៏មានការបែងចែកដែរ那神有神的灵，魔鬼有魔鬼的灵，天使有天使的灵。ណាព្រះមានវិញ្ញាណរបស់ព្រះហើយមនុស្សមានវិញ្ញាណរបស់មនុស្សអញ្ចឹងអរិយក៏មានវិញ្ញាណរបស់អរិយដែរ那人有人的灵，甚至兽那个禽兽啊，也有它的灵。អញ្ចឹងមនុស្សយើងក៏មានវិញ្ញាណរបស់មនុស្ស这在គ្រប់ទាំងអស់ហ្នឹងគឺមានវិញ្ញាណរបស់វាសត្វក៏អញ្ចឹងដែរ这记载在传道书3章的21节那边有说到。អញ្ចឹងមានកត់ត្រានៅក្នុងព្រះគម្ពីរសាស្តាមានកត់ត្រាមាននិយាយពីព្រលឹងវិញ្ញាណព្រលឹងហ្នឹង所以神、魔鬼、天使、人还有野兽都各不同。អញ្ចឹងបានន័យថាព្រលឹងរបស់មនុស្សរបស់ទេវតាវិញ្ញាណរបស់មនុស្សរបស់ទេវតានិងរបស់សត្វគឺបានន័យថាគ្រប់ទាំងព្រលឹងវិញ្ញាណហ្នឹងគឺវាព្រលឹងហ្នឹងគឺខុសគ្នាទាំងអស់我们来看希伯来书的作者怎么样说。អញ្ចឹងឥឡូវយើងមកមើលនៅក្នុងព្រះគម្ពីរហេព្រើរវិញថាតើបានលើកនិយាយបញ្ជាក់មកយ៉ាងដូចម្ដេចដែរ我们看希伯来书的12章。សូមយើងមើលព្រះគម្ពីរហេព្រើរចំពុក12
希伯来书12章第9节。ហេព្រើរចំពុក12ខ9 希伯来书12章9节。老师，希伯来书12章第9节。ហេព្រើរចំពុក12ខ9我们一起来念哦。ឃើញហើយសូមបងប្អូនអានទាំងអស់គ្នា 第9节。ខ9北气。មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាមដែលវាខ្យាល់យើងហើយយើងក៏កោតខ្លាចដល់គាត់ដែរដូច្នេះតើមិនត្រូវឲ្យយើងចោះចូលចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀតដើម្បីឲ្យបានរស់នៅទេឬអី这边提到我们曾有生的父管教我们。ចឹងបានន័យថានេះដូចយើងខាងសាច់ឈាមរស់នៅខាងសាច់ឈាមមានឪពុកម្ដាយខាងសាច់ឈាមហ្នឹងជាអ្នកគ្រប់គ្រងយើង我们尚且能敬重他ហើយចឹងយើងខាងសាច់ឈាមគឺយើងគោរពឪពុកម្ដាយរបស់យើងដែលបង្កើតយើងមកខាងសាច់ឈាមហ្នឹងយើងគោរពដល់គាត់这边就指着我们今生在这边的父母ហើយប៉ុន្តែនៅកន្លែងនេះវិញចំពោះយើងតើគួរតែចុះចូលចំពោះព្រះវរបិតានេះខាងព្រលឹងវិញ្ញាណណាជាជាងឪពុកម្ដាយខាងសាច់ជាជាងឪពុកខាងសាច់ឈាមទៅទៀត那他要继续说何况万灵的父我岂不更当顺从他得生吗អញ្ចឹងដោយសារក្នុងនេះបាននិយាយថាម៉េចនិយាយថាតើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាជាជាងទៅទៀតដើម្បីឲ្យបានជីវិតនៅទេឬអី所以神不只是灵呢他是万灵的父អញ្ចឹងយ៉ាងម៉េចទៅព្រះទ្រង់គឺជាវិញ្ញាណព្រះវរបិតាខាងវិញ្ញាណ那我们应当顺从他ហើយចឹងហើយយើងត្រូវតែគោរពប្រតិបត្តិដល់ទ្រង់那同样的在旧约里面呢摩西也称神是万灵之灵的神ដូចគ្នាដែរដូចនៅក្នុងសម័យសញ្ញាចាស់ម៉ូសេនឹងក៏អញ្ចឹងដែរក៏បានហៅព្រះថាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្សដែរម៉ូសេ这是记载在那个民数记16章22节那边នោះដែរគឺមានកត់ត្រានៅក្នុងព្រះគម្ពីរជួនកណនីចំពុក16ខ22ទៅ22 27那在创世纪那边第2章的第7节那边说ហើយចំណែកឯនៅក្នុងព្រះគម្ពីរលោកុបាតវិញចំពុក2បាននិយាយបែបនេះថា神用地上的尘土造人将生气吹在他鼻孔里他就成了万灵的活人叫做亚当គឺព្រះបានយ៉ាងម៉េចព្រះបានមកបង្កើតបានយកធូលីដីយកមកសូនធ្វើជាមនុស្សហើយផ្លុំខ្យល់ដង្ហើមបញ្ចូលតាមរុនច្រមុះឲ្យគាត់ត្រឡប់ជាមនុស្សឲ្យត្រគាត់មានព្រលឹងឡើងអញ្ចឹងគាត់នោះមានឈ្មោះថាអាដាម那借着神所吹的那一口生气呢就是 breath of life អញ្ចឹងគឺគាត់បានផ្លុំខ្យល់ដង្ហើមចូលតាមរុនច្រមុះរបស់គាត់ហើយគាត់ក៏មានព្រលឹងឡើង才能使以土所造的人呢亚当呢称为有灵的活人ទើបធ្វើឲ្យគាត់បានមានជីវិតរស់ឡើងคล้ายជាមនុស្សពេញលក្ខណៈមានជីវិតរស់នៅ我们来看帖撒罗尼迦前书ចឹងសូមឲ្យយើងមើលព្រះគម្ពីរថេសាឡូនីក帖撒罗尼迦前书第5章23节ថេសាឡូនីកខ្សែទី1ចំពុក5ខ23帖撒罗尼迦前书5章23节帖撒罗尼迦前书的5章23节ថេសាឡូនីកខ្សែទី1ចំពុក5ខ23帖撒罗尼迦前书5章23节ព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពុក5ខ23我们一起来念啊ឃើញហើយសូមបងប្អូនអានទាំងអស់គ្នាសូមឲ្យព្រះនៃសេចក្តីសុខសាន្តញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសពគ្រប់ហើយឲ្យទាំងព្រលឹងនិងវិញ្ញាណហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មងដរាបដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងទ្រង់យាងមកអាមែនអាមែន我这边就有提到人呢有3个元素អញ្ចឹងកន្លែងនេះដែរគឺខ្ញុំបានទទួលបានថាមនុស្សយើងគឺមានញាណ3
人有灵有魂有体。មនុស្សយើងគឺមានប្រឡឹងមានវិញ្ញាណនិងរូបកាយ那魂呢是人的本我，是属于人的思想，然后情欲、志意的部分。អញ្ចឹងប្រឡឹងគឺជារូបកាយជារបស់មនុស្សហើយប្រឡឹងនិងវិញ្ញាណគឺជាផ្នែកមួយនៅក្នុងមនុស្ស那灵可说是判别是非的良心的部分。分别អញ្ចឹងគឺប្រឡឹងហ្នឹងក៏មានការបែងចែកដែរបែងចែកដាច់ពីគ្នា这是人有的，动物没有。មនុស្សមានប្រឡឹងមានវិញ្ញាណចេះគិតពិចារណាមានសតិសម្បញ្ញៈគេហៅថាសតិសម្បញ្ញៈសម្រាប់ចេះគិតណាហើយដល់ពេលសត្វវិញគឺអត់មានទេគឺមានប្រឡឹងដែរតែវាអត់ចេះគិតដឹងខុសត្រូវដោយមនុស្សឡើយ人的日常生活呢运用魂的部分呢比较多。ដល់ពេលមនុស្សវិញក្នុងការរស់នៅរបស់មនុស្សហ្នឹងគឺប្រើប្រឡឹងវិញ្ញាណហ្នឹងវាច្រើនប្រើប្រាស់ច្រើនណាដោយសារមនុស្សចេះគិតច្រើន那动用的灵呢就比较少一点。ប៉ុន្តែដល់ចំពោះសត្វវិញគឺវាការប្រើប្រាស់របស់វាគឺតិចតួច那神赐给人的灵呢，除了判断是非良心之用外呢，主要的用物是与神交通。អញ្ចឹងបានន័យថាព្រលឹងរបស់មនុស្សព្រះបានផ្ដល់មកឲ្យព្រលឹងវិញ្ញាណរបស់មនុស្សហ្នឹងគឺវាមានលក្ខណៈខុសពីសត្វ因为神是灵。ហើយដោយសារតែព្រះក៏ជាវិញ្ញាណដែរ但是亚当吃了那个分别善恶果树的果子之后呢，他的属灵的命呢就死了。ប៉ុន្តែចំដល់ពេលដែលអាដាមគាត់បានហូបផ្លែឈើដឹងខុសត្រូវទៅពេលនោះទៅធ្វើឲ្យវិញ្ញាណរបស់គាត់ព្រលឹងវិញ្ញាណរបស់គាត់ហ្នឹងត្រូវបានស្លាប់我们看哥林多前书的15章。ចឹងសូមឲ្យយើងមើលព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15哥林多前书15章20节。កូរិនថូសខ្សែទី1ចំពុក15ខ20哥林多前书15章20节21节嘛是。哥林多前书15章的20节21节。កូរិនថូសខ្សែទី1ចំពុក15ខ20我们一起来读。ចំពុក15ខ20យើងអានទាំងអស់គ្នាតែឥឡូវនេះព្រះគ្រីស្ទទ្រង់មានប្រជញ្ញរស់ពីស្លាប់ឡើងវិញជាពិតជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ21បើដែលមនុស្សស្លាប់មិនដែលសេចក្តីស្លាប់បានមកដោយសារមនុស្សនោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញក៏មកដោយសារមនុស្សដែរ这里说到死既是因一人而来អញ្ចឹងកន្លែងនេះនិយាយយ៉ាងម៉េចនិយាយដល់ពីការដែលស្លាប់នឹង就是亚当吃了那个善恶树的时候，当他就死掉了。នៅពេលដែលអាដាមគាត់ញ៉ាំផ្លែឈើដឹងខុសត្រូវពេលនោះសេចក្តីស្លាប់ក៏បានចូលមកដល់死人复活也是因一人而来ហើយបន្ទាប់មកពេលដែលមនុស្សមានការរស់ឡើងវិញហ្នឹងក៏ចូលមកដល់ដែរ这个就是指主耶稣基督នោះគឺតាមរយៈព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកដែរ那在22节那边就描述比较清楚ដល់ពេលនៅក្នុងខ22វិញទៅមានការបញ្ជាក់យ៉ាងច្បាស់លាស់បន្តិច我们看22节សូមឲ្យបងប្អូនមើលនៅក្នុងខ22តទៀតណា22ពីព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអាដាមយ៉ាងណានោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ那神爱世人ចឹងយ៉ាងម៉េចទៅព្រះបានស្រឡាញ់ដល់មនុស្សលោកទាំងអស់他为了要拯救我们的灵魂ហើយក៏ទ្រង់ក៏នឹងមានគម្រោងការជួយសង្គ្រោះព្រលឹងវិញ្ញាណរបស់យើងដែរ就差他独生子来到世间来，使我们借着他的生呢。ហើយចឹងហើយទៅព្រះទ្រង់បានចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឲ្យចូលមកក្នុងមកយាងមកផែនដីនេះដើម្បីធ្វើការសង្គ្រោះនេះ所
所以我们才明白摩西和希伯来书作者为什么要称神是灵，万灵之父。អញ្ចឹងហើយទៅបានជាយើងដឹងថាម៉ូសេគាត់បានហៅព្រះយេស៊ូវថាព្រះទ្រង់គឺជាព្រះវរបិតានៃវិញ្ញាណលើគ្រប់ទាំងមនុស្សទាំងអស់គាត់បានហៅព្រះអញ្ចឹងណា所以神既然是灵，就非肉体，非物质，也非原子。ថ្មីត្បិតតែទ្រង់គឺជាវិញ្ញាណមែនប៉ុន្តែទ្រង់ក៏បានចាប់កំណើតមកជាបំពាក់ខាងសាច់ឈាមខាងរូបកាយមានព្រលឹងមានវិញ្ញាណដូចយើងដែរ那他是无处不入也无处不在，人没有办法躲避他。ហើយគឺមនុស្សយើងអត់មានមធ្យោបាយអីទៅប្រៀបផ្ទឹមជាមួយនឹងទ្រង់បានទេ在诗篇那里大卫就写了一首诗ដល់ពេលនៅក្នុងព្រះគម្ពីរទំនុកដំកើងគឺដាវីតគាត់បានសរសេរនៅទំនុកមួយ我们请翻开诗篇的139篇。សូមឲ្យយើងមើលនៅក្នុងព្រះគម្ពីរទំនុកដំកើង诗篇的139篇7节到12节。ចំពោក139시편 139편 7절에서 12절까지 말씀.诗篇139篇的7节到12节。ខ7ដល់ខ12ណាក្នុងព្រះគម្ពីរទំនុកដំកើងចំពុក139ខ7ដល់ខ12我们一起来读。សូមបងប្អូនឃើញហើយអានទាំងអស់គ្នា第7节。ខ7តើទូលបង្គំនឹងទៅឯណាឲ្យរួចពីព្រះវិញ្ញាណទ្រង់តើនឹងរត់ទៅឯណាឲ្យរួចពីព្រះភ័ក្ត្រទ្រង់នោះបើទូលបង្គំនឹងឡើងទៅឯឋានសួគ៌ក៏មានទ្រង់សន្ធិដ្ឋនៅទីនោះទោះបើទូលបង្គំនឹងរៀបដំណេកនៅឋានឃុំប្រលឹងមនុស្សស្លាប់នោះក៏ឃើញទ្រង់សន្ធិដ្ឋនៅដែរទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចុប្កាលហោះទៅនៅឯទីបំផុតនៃសមុទ្រគង់តែព្រះហស្ថទ្រង់នឹងនាំទូលបង្គំទៅទីនោះហើយព្រះហស្ថស្ដាំទ្រង់នឹងក្តាប់ទូលបង្គំដែរបើទូលបង្គំថាសេចក្តីងងឹតនឹងគ្របបាំងទូលបង្គំជាប្រកបហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ជាយុគវិញដូច្នេះទាំងសេចក្តីងងឹតនោះឯងមិនលាក់ពីទ្រង់ឡើយទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរឯសេចក្តីងងឹតនិងពន្លឺភ្លឺនោះស្មើគ្នានៅចំពោះទ្រង់这边是大卫写的一首诗歌。កន្លែងនេះគឺជាទំនុកបទចម្រៀងរបស់ដាវីតដែលទ្រង់បានដាវីតបានសរសេរ我们看7节跟第8节，他说：“我往哪里去躲避你的灵？我往哪里去躲避你的面？”អញ្ចឹងមើលយើងមើលក្នុងខ7:8ថាតើទូលបង្គំនឹងទៅឯណាឲ្យរួចពីព្រះវិញ្ញាណនៃទ្រង់តើនឹងរត់ទៅឯណាឲ្យរួចពីព្រះភ័ក្ត្រទ្រង់ទោះបើទូលបង្គំនឹងឡើងទៅឋានសួគ៌ក៏មានទ្រង់ស្ថិតនៅដែរ我若升到天上，你在那里；我若在阴间那边，你也在那里。ចឹងឃើញទេទោះបីជាទូលបង្គំនឹងឲ្យឡើងទៅដល់ឋានសួគ៌ក៏ដោយក៏ទ្រង់សន្ធិដ្ឋនៅទីនោះដែរ所以可见一个人是无法躲避神的灵。ចឹងបានន័យថាគឺយើងគ្មានវិធីសាស្ត្រអីដែលយើងត្រូវរត់គេចផុតគេចរួចពីព្រះវិញ្ញាណនៃព្រះបានឡើយ也没办法躲避他的面ហើយក៏អត់មានវិធីសាស្ត្រអីក្នុងការដែលរត់គេចពីមុខទ្រង់បានដែរ在天上或在阴间下呢神都在那里មិនថានៅទីកន្លែងណាទេនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយនៅទីណាក៏ដោយគឺមានទ្រង់នៅទីនោះទាំងអស់那为什么他知道你在那里呢ហើយហេតុមូលហេតុអ្វីទៅបានជាព្រះទ្រង់ជ្រាបថាយើងនៅទីកន្លែងណា我们翻开耶利米书的23章ចឹងសូមឲ្យយើងបន្តមើលព្រះគម្ពីរយេរេមៀ耶利米书的23章23节24节ព្រះគម្ពីរយេរេមៀចំពុក23ខ23 24耶利米亚23章23절 24절 말씀
耶利米书23章的23节到24节。យេរេមៀចំពុក23ខ23ដល់24我们一起读啊，23章23节。គឺយើងអានអស់គ្នា23耶ព្រះយេហូវ៉ា 和 ទ្រង់មាន 我 បន្ 岂 ទូល 未 សួរ 进 ថា 出 តើ 的 អញ 神 ជា 呢？ ព្រះដែលនៅឆ្ងាយ 也为 អត់នៅ 远 ចិត្ត 处的 បង្ 神 កាយ 呢？ ផងដែរឬអី 耶和华说： ព្រះយេ 人 ហូវ៉ា 岂 ទ្រង់ 能 សួរដូច្ 在 នេះទៀត 隐秘 ថា 之处 តើ 藏 មាន 身？ អ្នកណា 是 នឹង 我看 ពួន 不 ខ្លួន 见他 នៅ 呢？ ទីសម្ងាត់ឯណាឲ្យអញមើលមិនឃើញបានឬតើអញមិននៅពេញស្ថានសួគ៌និងផែនដីផងទេឬអីនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 这里耶利米先知得到神的启示。 កន្លែងនេះគឺយេរេមៀហោរាយេរេមៀបានព្រះបានមានបន្ទូលមកគាត់ 他这边写说，神既在近处，又在远处。 ថាម៉េចទៅព្រះទ្រង់មានបន្ទូលសួរគាត់ថាម៉េចសួរថាតើអញជាព្រះដែលនៅឆ្ងាយឬក៏នៅចិត្តបង្កយនៅចិត្តបង្កយផង 那任何隐秘之处的我们都没办法躲避神。 កន្លែងនេះដែរគឺចង់បាននិយាយតមកទៀតចង់បាននិយាយថាចេះថាយើងគឺគ្មានសមត្ថភាពអីឬវិធីសាស្ត្រអីក្នុងការដែលពួនខ្លួនឬទីសម្ងាត់ណាឲ្យរួចពីព្រះហស្ថព្រះពីវិញ្ញាណរបស់ព្រះបានទេ 因为神是充满天下、充满万有的神。 ដោយសារតែព្រះទ្រង់គឺជាព្រះនៃឋានសួគ៌និងផែនដីហើយជាព្រះនៃគ្រប់សពទាំងអស់ 所以在保罗在以弗所书那边就讲到， ចឹងនៅទីនោះដែរគឺនៅក្នុងអេផេសូបាននិយាយ 在以弗所，我们看以弗所书的第一章23节。 ចឹងសូមបងប្អូនបន្តមើលនៅក្នុងព្រះគម្ពីរអេផេសូចំពុក1ខ23 エペソ1章23节。 អេផេសូចំពុក1ខ23 以弗所书1章23节，我们一起念。 អេផេសូចំពុក1ខ23ឃើញហើយសូមបងប្អូនអានទាំងអស់គ្នា 23节， 23 教会是他的身体， ពោពេញរ 是 បស់ 充满 ព្រះ 是 អ 那 ង្គ 充 ដែល 满 បំ 万 ពេញ 有 គ្រប់អស់ 者 ទាំង 所 អស់ 充满 ក្នុង 的。 ទាំងអស់ 充满万有者就是神。 បានន័យថាអ្នកដែលបំពេញទាំងអស់គ្រប់ក្នុងទាំងអស់ហ្នឹងគឺជាព្រះ 因为神是灵， ដោយសារតែព្រះទ្រង់គឺជាវិញ្ញាណ 所以他充满全宇宙万物。 ចឹងហើយបានជាទ្រង់នេះចាក់បំពេញគ្រប់ទាំងអស់គ្រប់សពសារពើទាំងអស់ 那在以弗所书的第4章第6节那边提到， នៅក្នុងយើងមើលនៅក្នុងអេផេសូចំពុក4ខ6 那边提到我们所敬拜的独一真神呢， ឡើងនោះបានរំលឹកដាស់តឿនយើងថាព្រះរបស់យើងគឺជាព្រះពិតតែមួយ 是众人的父， ហើយទ្រង់គឺជាព្រះវរបិតានៃទាំងអស់នៃមនុស្សទាំងអស់ 他是超乎万人之上，冠乎众人之中，也住在众人之内。 ហើយដែលទ្រង់នឹងខ្ពស់លើសអស់ទាំងអស់ក៏គង់នៅកណ្ដាលទាំងអស់ហើយក៏សន្ធិដ្ឋនៅក្នុងទាំងអស់ដែរ 那他无孔不入，到处都在，甚至都在人的心里面。 ចឹងបានន័យថាគឺអត់មានអ្នកណាអាចរត់គេចពីទ្រង់បានទេគឺទ្រង់នៅតែនៅក្នុងកណ្ដាលមនុស្សនៅក្នុងវិញ្ញាណរបស់ទ្រង់នៅកណ្ដាលមនុស្សទាំងអស់ 所以神都知道你在哪里，也知道你心里在想什么东西。 អញ្ចឹងហើយបានជាព្រះទ្រង់ជ្រាបដឹងថាអូអ្នកឯងនៅទីកន្លែងណានៅឯណាហើយព្រះទ្រង់ក៏ដឹងពីយើង 那我们第二点来谈，我们知道人是有骨有肉的，所以人的眼睛呢是看得见的，但是灵是眼睛看不见的。 អញ្ចឹងយើងដឹងហើយថាមនុស្សមានព្រលឹងវិញ្ញាណនិងរូបកាយអញ្ចឹងគឺយើងអាចមើលឃើញដោយភ្នែកទៅទេប៉ុន្តែចំណែកឯវិញ្ញាណវិញវិញ្ញាណតែមួយវិញ្ញាណវិញគឺយើងមិនអាចមើលឃើញដោយភ្នែកទៅទេ 我们对约伯的故事都很熟悉。 អញ្ចឹងយើងគឺបានស្ទាត់ហើយក្នុងសាច់រឿងរបស់យោបលោកយោប 神称他是完全正直、远离恶事、敬畏神的人。 ដោយសារតែព្រះទ្រង់បាននិយាយទៅកាន់យោបថាយោបនឹងគឺជាមនុស្សដែលសុចរិតទៀងត្រង់ហើយគ្រប់លក្ខអញ្ចឹងនៅផែនដីទាំងមូលអត់មានអ្នកណាបានសុចរិតទៀងត្រង់និងគ្រប់លក្ខដូចជាលោកយោបនោះទេ 但是撒旦要击打约伯呢， ប៉ុន្តែអរិយសាតាំងវាចង់ធ្វើការបៀតបៀនដល់លោកយោប
是他从脚长到头顶呢，长那个堵疮。អញ្ចឹងហើយតាំងពីក្បាលដល់ចុងជើងនៅពេញទាំងរូបរាងកាយគាត់គឺគាត់បានកើតនៅជំងឺឃ្លួង那他3个朋友刚开始安慰他。ហើយដល់ពេលហើយមាននៅពេលចាប់ផ្ដើមដំបូងគឺមានមិត្តភ័ក្តិមិត្តសម្លាញ់របស់គាត់3នាក់ហ្នឹងគឺបានលើកទឹកចិត្តលួងលោមដល់គាត់但是从第4章到32章那边呢，他的朋友就开始跟约伯一起辩论起来。តែដល់ពេលមកដល់ជីវិតរបស់គាត់បន្តមកទៀតដល់ចម្ពោះមកក្រោយៗទៀតគឺបាននិយាយមិត្តភ័ក្តិរបស់គាត់ហ្នឹងចាប់ផ្ដើមនិយាយទៅកាន់គាត់វិញដូចថាទាស់នឹងគាត់វិញណា甚至他们又议论起神来。អញ្ចឹងហើយក៏បាននិយាយទៅរអ៊ូរទាំទៅដល់ព្រះទៀត在约伯和他朋友辩论当中呢，约伯告诉我们。អញ្ចឹងនៅពេលដែលគាត់ជាមួយនឹងមិត្តសម្លាញ់របស់គាត់មានបានជជែកវែកញែកគ្នាហើយពេលនោះក្នុងសាច់រឿងនឹងកន្លែងហ្នឹងគឺចង់ប្រាប់ដល់យើងរាល់គ្នាថា他告诉我们呢，神在旁边，神也在前面行走。គឺចង់ប្រាប់ដល់យើងថាព្រះទ្រង់នៅក្បែរយើងហើយព្រះទ្រង់ក៏នៅចំពោះមុខយើងដែរ神在右左边的行事隐藏。អញ្ចឹងព្រះទ្រង់គឺទ្រង់នៅខាងឆ្វេងខាងស្ដាំយើងហើយទ្រង់គឺនៅគ្រប់ទាំងទីជិតឆ្ងាយយើងដែរ那我们都看不见神。ប៉ុន្តែគ្រាន់តែថាយើងរាល់គ្នាគឺមិនអាចមើលឃើញព្រះដោយបាននោះទេ我们看约伯记的第9章11节。ចឹងសូមឲ្យយើងមើលព្រះគម្ពីរយោបជំពូក9ខ11约伯记的第9章11节。យោបជំពូក9ខ11 9장 11절。约伯记第9章第11节。យោបជំពូក9ខ11你读就好了。ខ្ញុំអានជូនមើលទ្រង់យាងកាត់មុខខ្ញុំតែខ្ញុំមិនឃើញទេទ្រង់ក៏យាងហួសទៅតែខ្ញុំមិនដឹងសោះអាមែន然后23节的第3节，23节对约伯记23节的第3节。23章욥기23장 3절 말씀。ចំពោះ23ខ3នៅក្នុងយោបដដែលខ្ញុំអានជូនអោបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណាដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ我们再看第8节跟第9节。ហើយសូមយើងមើលបន្តមើលនៅក្នុងខ8 9តទៀតនៅចំពោះ23ហ្នឹងណា욥기 13장 8절에서 9절까지 다 같이 읽겠습니다.第23章的第8节跟第9节。ចំពោះ23ខ8និងខ9第8节。8តែមើលខ្ញុំដើរទៅខាងមុខតែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយតែរកសម្គាល់ទ្រង់មិនបានក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការតែខ្ញុំមើលទ្រង់មិនឃើញហើយទ្រង់ពួននៅខាងស្ដាំមិនឲ្យខ្ញុំឃើញឡើយអាមែន约伯跟他3个朋友辩论之后呢，អញ្ចឹងនៅពេលក្រោយពេលដែលយោបបានជជែកវែកញែកពិភាក្សាជាមួយនឹងមិត្តសម្លាញ់ទាំង3របស់គាត់រួចហើយ以利户就向他们4个人呢责言和教导。នឹងពេលនោះក៏ចង់បង្រៀនជាសេចក្តីបង្រៀនមួយណា然后到最后呢，神就开口向约伯说话了。ហើយពេលឃ្លាចុងក្រោយនេះគឺព្រះក៏បានបើកព្រះអស់ទ្រង់ដើម្បីមានបន្ទូលមកយោប那时候约伯才醒悟过来。ដល់ពេលហ្នឹងហើយទើបយោបហ្នឹងគាត់បានភ្ញាក់រលឹកដឹងខ្លួនឡើង神问他一大堆问题，他都没办法回答。ថាព្រះសួរសំណួរទៅគាត់ប៉ុន្តែគាត់អត់មានវិធីសាស្ត្រអីក្នុងការឆ្លើយតបឡើយ所以约伯在约伯记的42章就向神认罪悔改。អ
ចឹងហើយបានជានៅក្នុងព្រះគម្ពីរយោបចំពុក42គឺយោបគាត់បានអធិដ្ឋានលិនតួទូលង្វល់នឹងដោយការកែប្រែ那因为他不知道神的事太多了。ដោយសារតែគាត់មិនដឹងថាគាត់បាននិយាយទៅការរបស់ព្រះគឺច្រើនណាស់គាត់បានថ្លែងណា所以在约伯记的42章第1节到第6节那边说。អញ្ចឹងហើយបានជានៅក្នុងព្រះគម្ពីរយោបចំពុក42ខ1ដល់ខ6នៅកន្លែងនោះមាននិយាយ욥기42장 1절에서 6절까지约伯记42章1节到6节ខ1ដល់ខ6ព្រះគម្ពីរយោបចំពុក42ខ1ដល់ខ6我们一起念ឃើញហើយសូមយើងអានទាំងអស់គ្នាខ1លំដាប់នោះលោកយោបទូលឆ្លើយដល់ព្រះយេហូវ៉ាថាទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើតហើយថានឹងខាត់ព្រះតម្រិះទ្រង់ណាមួយមិនបានតើអ្នកណានេះដែលបង្អាប់ព្រះតម្រិះដោយឥតប្រាជ្ញាដូច្នេះគឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំដែលទូលបង្គំមិនបានស្គាល់ឡើយទ្រង់មានបន្ទូលថាចូលស្ដាប់ចោះអញនឹងនិយាយសិនអញនឹងសួរឯងចូលឯងឆ្លើយប្រាប់អញកាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែលឺថ្លែងពីទ្រង់ប៉ុណ្ណោះតែឥឡូវនេះភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញបានជាទូលបង្គំខ្ពើមដល់ខ្លួនហើយកែប្រែចិត្តដោយប្រក្រាបនៅក្នុងធូលីដីហើយនឹងផេះផងអាមែន在第5节这边说我从前风闻有你现在亲眼看见你អញ្ចឹងដូចជានៅទីកន្លែងនេះខ5បាននិយាយថាអង្គការពីដើមតែជារបស់ទូលបង្គំគ្រាន់តែលឺគេថ្លែងដំណើរពីទ្រង់ប៉ុណ្ណោះ这里的亲眼看见人的意思不是说肉体的眼睛看见神的面ហើយតែដល់កន្លែងនេះដែលនិយាយថាតែឥឡូវនេះភ្នែកទូលបង្គំបានមើលឃើញទ្រង់ជាក់វិញហ្នឹងមិនមែនបានន័យថាយោបគាត់បានមើលឃើញរូបកាយមើលឃើញរូបរាងព្រះយេស៊ូវនោះទេ乃是约伯的心眼看见神គឺបានន័យថាជាផ្នែកមួយដែលចិត្តរបស់យោបគឺគាត់បានមើលឃើញព្រះហើយ约伯更深入了解看不见的神អញ្ចឹងហើយយើងក៏ទៅយល់ថាព្រះរបស់យើងគឺមិនអាចមើលឃើញដោយភ្នែកតែទេនោះទេ所以神亲自呢跟他说话而他也体验到神ចឹងហើយព្រះក៏បានមានបន្ទូលមកកាន់គាត់ហើយគាត់ก็បានទទួលបានបទពិសោធន៍ជាមួយនឹងព្រះ有一个故事这样子讲មានសាច់រឿងមួយដែលបាននិយាយ就有一天呢有一个小孩子呢在春天的时候在放那个风筝អញ្ចឹងមានថ្ងៃមួយមានកូនក្មេងមួយនោះគាត់បានបង្ហោះខ្លែងលេងគាត់បានជិះខ្លែងលេងណា那风筝飞得很高然后突然间就天就变了颜色គាត់បានជិះខ្លែងលេងហើយខ្លែងនៅរដូវគេបង្ហោះខ្លែងខ្យល់បក់ហ្នឹងហើយខ្លែងហ្នឹងគឺធំគេអាចជិះបានអញ្ចឹងទៅក៏មានខ្យល់បក់ខ្លាំងធ្វើឲ្យខ្លែងហ្នឹងហោះឡើងទៅលើខ្ពស់那风就变得很大越来越大然后这个风筝就一直往上飞ហើយតបមកក៏ចលដែលបក់នឹងមកគឺវាខ្លាំងទៅអញ្ចឹងទៅធ្វើឲ្យខ្លែងហ្នឹងហោះទៅកាន់តែខ្ពស់ទៅដែរ飞得很高飞得很远的人我们看的话都看不见អញ្ចឹងគឺដល់ពេលហើយអាខ្លែងហ្នឹងគឺវាហោះកាន់តែខ្ពស់ទៅគឺមើលរូបរាងខ្លែងដែលហោះទៅហ្នឹងលែងឃើញហើយ可是这个小朋友呢就很坚持的一直在拉他的绳子ប៉ុន្តែចំណែកឲ្យកូនក្មេងនឹងវិញគឺគាត់ខំប្រឹងទាញអាខ្សែខ្លែងនៅដៃគាត់ដែលគាត់បានប្រហោះគឺគាត់ខំប្រឹងទាញ然后那时候就有一个大人从他那边走过去ហើយតមកទៀតនៅពេលនោះក៏មានមនុស្សធំមនុស្សពេញវ័យហ្នឹងគាត់បានដើរកាត់ចំពោះក្មេงតូចហ្នឹងណា就问这个小朋友你在做什么呢សួរកូនក្មេងថាអូនឯងកំពុងតែធ្វើអី那个小朋友就回答他我在放风筝啊ដល់ពេលអញ្ចឹងកូនក្មេងហ្នឹងក៏គាត់ឆ្លើយថាខ្ញុំកំពុងតែប្រហោះខ្លែង那个老人就晚上看没有风筝啊
那被门的头们còn ngợp mơ tới thắng ngọt miên khơi khai phong 他就跟那个小朋友说我没看到什么东西啊 那被còn dậy tới càn khơi mình tháo nhưng mà miên bàn khơi nhảy tê mình khơi nhảy họ tê chẳng á 最后呢那个小朋友就把他的手里那个线呢递给这个老人 ដល់ពេលចុងក្រោយគឺកូនក្មេងហ្នឹងបានឲ្យអាខ្សែខ្លែងដែលរុំនៅដៃគាត់ដែលគាត់កំពុងតែទាញហ្នឹងឲ្យទៅមនុស្សធំពេញវ័យហ្នឹងគាត់កាន់ 那个老人就知道那个绳子上面有东西 ដល់ពេលអញ្ចឹងទៅមនុស្សធំហ្នឹងពេលដែលចាប់កាន់ខ្សែខ្លែងហ្នឹងហើយពេលគាត់ចាប់កាន់ទៅគាត់ទៅមានអារម្មណ៍ដឹងថាអូតាមពិតកូនហ្នឹងកំពុងតែប្រហោះខ្លែងមែនមានអារម្មណ៍ថាខ្លែងហោះនៅលើមែន 所以这个故事就告诉我们虽然我们看不到风筝但是实际上风筝是存在的 អញ្ចឹងកលរឿងសាច់រឿងហ្នឹងគឺចង់ប្រាប់ដល់យើងថាអញ្ចេះថ្មីត្បិតតែយើងមើលមិនឃើញខ្លែងដែលហោះនៅលើមេឃហ្នឹងពិតមែនណាប៉ុន្តែពេលដែលយើងចាប់កាន់ខ្សែដែលវាសល់នៅយើងចាប់កាន់ហ្នឹងយើងទទួលបានអារម្មណ៍បត់ពិសោធន៍ថាអូមានខ្លែងកំពុងតែហោះមែន 那这也是跟我们虽然我们肉体看不见神呢但是从体验上和宇宙万物的创造之下呢我们能知道有位神 អញ្ចឹងយើងរត់តែលើសពីនោះទៅទៀតយើងជាមនុស្សថ្មីត្បិតតែយើងមិនអាចមើលឃើញព្រះដោយភ្នែកតែទេប៉ុន្តែខាងព្រលឹងវិញ្ញាណដែលយើងមានបទពិសោធន៍ជាមួយនឹងព្រះទទួលបានបទពិសោធន៍មកពីព្រះធ្វើឲ្យយើងជួបប្រទះហើយយើងដឹងថាមានព្រះពិតមែន 保罗曾经写给提摩太告诉他说 អញ្ចឹងប៉ុលក៏បានសរសេរសម្បត្តិផ្ញើទៅធីម៉ូថេថា 说神是人为之看见也不能看见的 ថាចេះថាគ្មានមនុស្សណាដែលឃើញត្រង់ក៏ មើលត្រង់មិនឃើញផង 我们看提摩太前书 សូមយើងមើលព្រះគម្ពីរធីម៉ូថេខ្សែទី1 提摩太前书6章15节提摩太前书6章15节16节말씀 ធីម៉ូថេខ្សែទី1ចំពុក6ខ15 16 提摩太前书6章15节到16节 这边说，第6章15节，我来念。到了日期，那可称颂独有全能的万王之王、万主之主，第16节，就是那独一不死、住在人不能靠近的光里，是人未曾看见，也是不能看见的，要将它显明出来。但愿尊贵和永远的全能。 都归给他，阿门。请读。ចឹងខ្ញុំអានជូនណាព្រះគម្ពីរខ15ដែលព្រះនឹងសម្ដែងឲ្យយើងឃើញទ្រង់ក្នុងវេលាកំណត់គឺជាស្ដេចច្រកតែមួយព្រះអង្គដល់មានពរជាស្ដេចលើអស់ទាំងស្ដេចហើយជា ព្រះអង្គម្ចាស់លើទាំងអស់ទាំងព្រះអង្គម្ចាស់ក៏មានតែទ្រង់ប៉ុណ្ណោះដែលមិនចេះសុគតទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅចិត្តមិនបានគ្មានមនុស្សណាដែលឃើញទ្រង់ឡើយក៏មើលទ្រង់មិនឃើញផងសូមឲ្យទ្រង់បានល្បីព្រះនាមនិងព្រះចេស្តានៅអស់កលជានិច្ច 这里 告诉我们为什么不能看见神呢？ កន្លែងនេះនិយាយទៅថាហេតុអីបានជាយើងមិនអាចមើលឃើញទ្រង់ 因为神曾经告诉过摩西说， ដោយសារតែព្រះទ្រង់លេចមកមានបន្ទូលជាមួយនឹងម៉ូសេថា 人见他的面不能存活。 ថាមនុស្សមិនអាចនៅចំពោះទ្រង់បានទេ 所以当摩西领以色列民呢从西乃山启程往迦南地去的时候呢， អញ្ចឹងនៅពេលដែលម៉ូសេបានដឹកនាំពួកបណ្ដាជនអ៊ីស្រាអែលចាក់ចេញពីអេស៊ីបដើរនៅលើភ្នំស៊ីណាយ 他就求告神显出神的荣耀给他看。 អ
ចឹងគឺព្រះបានលេចមកឲ្យគាត់ហើយបានឲ្យគាត់ឃើញសេរីល្អរបស់ព្រះ 但是神回答他说呢，我们来看那个出埃及记的33章。 ចឹងសូមឲ្យយើងមើលក្នុងព្រះគម្ពីរលោកុបាទ 出埃及记的33章19节。 ចំពុក33 출애굽기 33장 19절 23절. ព្រះគម្ពីរនិខមណាងចំពុក33 ណា 출애굽기 33장 19절에서 23절까지 말씀.出埃及记33章的19节到23节. និខមណាងចំពុក33ខ19ដល់ខ23 我们一起来读好了。 ឃើញហើយសូមបងប្អូនអានជាមួយគ្នា 19节。 ខ19 耶和华说：“我要显我一切的恩慈在 អញ 你 នឹងឲ្យអស់ទាំង 面 សេច 前 ក្តី 经 សប្បុ 过， រ 宣 ស 告 របស់ 我 អ 的 ញ 名。我 ដើ 要 រកាត់ 恩 នៅ 待 មុខ 谁 ឯង 就恩待谁， ព្រម 要 ទាំង 怜悯 ប្រ 谁 កាស 就 ពី 怜悯 ព្រះ 谁。 នាម 24 យេហូវ៉ានៅមុខ 就 ឯង 说 ផង 你不 អញ 能 នឹង 看 ប្រោ 见 ស 我 ដល់ 的 អ្នក 面， ណាដែ 因 ល 为人看 អញ 见 ចង់ 我 ប្រោ 的 ស 面不 ហើយ 能 នឹង 存 ផ្ 活。 សាយសេចក្តីមេត្តា 21 ករុណាដល់អ្នកណា 耶和华 ដែល 神 អញ 说 ចង់ផ្សាយ 看啊 ឲ្យ 在 ទ្រង់ក៏ 我 មាន 这里 បន្ទូលថា 有地方， ឯង 你 ពុំ 要 អាច 站 នឹង 在 មើល 磐 មុខ 石 អ 上。 ញបានឡើយ 22 ត្បិតមនុស្សជាតិ 我 នឹង 的荣 ឃើញ 耀 អញ 经过的时 ហើ 候， យរស់នៅ 我 មិន 必 បាន 将 ទេ 你的 ព្រះ 放 យេ 在 ហូវ៉ា 磐石 ទ្រង់មាន 磐 បន្ 石 ទូល 穴 ថា 中， មើល 用我的 មា 手 នកន្លែងនេះជាទីនៅចិត្តអញត្រូវឲ្យឯងឈរនៅលើថ្ម 然 ដា 后 នេះចុះ 我要将 កំ 我 ពុង 的 ដែល 手 សេរី 收 ល្អ 回， របស់អញ 你就得 កាត់នៅ 见 មុខ 我 ឯង 的背， នោះអញ 却 នឹង 不得 ដាក់ 见 ឯង 我的 នៅ 面。 ក្នុងក្រហែងថ្មមួយ ហើយនឹងបាំងឯងដោយដៃដរាបដល់អញបានហួសទៅ រួចអញនឹងដកដៃអញចេញឲ្យបានឃើញអញពីខាងខ្នងវិញឥតឃើញមុខឡើយអាមែន 所以这边提到说，人呢是不能看见神的面，因为是不能存活。 កន្លែងនេះគឺចង់ប្រាប់ដល់យើងណាបង្រៀនដល់យើងឲ្យដឹងថាអញ្ចឹងគឺមនុស្សមិនអាចមើលឃើញព្រះនោះទេដោយសារតែកាលណាដែលមនុស្សឃើញព្រះនោះមិនអាចរស់នៅបានទេ 那在约翰福音1章的18节也告诉我们， អញ្ចឹងដោយនៅក្នុងព្រះគម្ពីរយូហានចំពុក1ខ18ហ្នឹងក៏បាននិយាយប្រាប់យើងដែរ 从来没有人看见神，只有在父里的独生子将他显明出来。 ថាតាំងពីដើមឡើយគឺអត់មាននរណាម្នាក់ដែលមើលឃើញព្រះឡើយគឺមានតែព្រះរាជបុត្រាតែមួយតែប៉ុណ្ណោះដែលអាចមើលឃើញទ្រង់ 所以是从来没有人看过神的。 ចឹងហើយតាំងពីដើមឡើយគឺគ្មានមនុស្សណាម្នាក់ដែលធ្លាប់បានមើលឃើញព្រះនោះទេ 有人曾经看过神，因为他曾经看过主耶稣在他面前。 អញ្ចឹងគឺមានអ្នកខ្លះដែលបានឃើញទ្រង់ដោយសារតែគេបានជួបប្រទះថាមានព្រះនៅចំពោះមុខគេ 但是我们要知道，他看到的不是，是神的显现，没错。 ថាការដែលគេមើលឃើញនោះគឺព្រះប៉ុន្តែគ្រាន់តែជាទីសម្គាល់របស់ព្រះតែប៉ុណ្ណោះគឺមិនខុសទេ 那神用这个一种形象呢显现的，而不是神的本体的真相。 ដោយសារតែគឺព្រះបានប្រើនៅទីសម្គាល់ឲ្យលេចឡើងឲ្យឃើញតែប៉ុណ្ណោះគឺមិនមែនរូបអង្គទ្រង់ផ្ទាល់លេចមកនៅចំពោះមនុស្សឲ្យមនុស្សនោះឃើញទេ 因为神是灵，所以我们看不见他。 ដោយសារតែព្រះទ្រង់គឺជាវិញ្ញាណអញ្ចឹងហើយគឺយើងមិនអាចមើលឃើញទ្រង់ឡើយ 因为他是灵，为了与我们亲近的，就道成肉身，来到这个世界上。 អញ្ចឹងដោយសារតែទ្រង់គឺជាវិញ្ញាណហើយក៏ព្រោះតែឲ្យបានយើងចិត្តជាមួយនឹងព្រះគឺទ្រង់បានបំពាក់ជាសាច់ឈាមចាប់កំណើតជាសាច់ឈាមយាងមកផែនដីនេះ 那他为了要跟我们亲近呢， ក៏ព្រោះ 就跟我们同在。 ក៏ព្រោះតែចង់ផ្សារភ្ជាប់ណាជាមួយនឹងយើងនៅចិត្តជាមួយនឹងយើងគឺចង់គង់នៅជាមួយនឹងយើងរាល់គ្នាគឺទ្រង់បានបំពាក់ជាសាច់ឈាមហើយក៏បានយាងចុះមក 所以在约翰福音的1章18节的后半段就说， អញ្ចឹងនៅក្នុងព្រះគម្ពីរយូហានណាបាននិយាយ 父
父怀里的独生子将他显明出来。បាននិយាយថាម៉េចបាននិយាយថាចេះព្រះរាជបុត្រាតែមួយដែលគង់នៅក្នុងព្រះឱរារបស់ព្រះនឹងទ្រង់បានសម្ដែងមកឲ្យយើងស្គាល់所以主耶稣就将神显明出来，表明出来。ចឹងបានន័យថាគឺព្រះយេស៊ូវទ្រង់បានសម្ដែងចេញមកទេណាទ្រង់បានសម្ដែងព្រះអង្គទ្រង់ចេញមក那第三点最后一点呢，小弟要来跟大家分享的就是灵呢能自显。ហើយចំណុចទី3នោះគឺខ្ញុំនិយាយអំពីវិញ្ញាណដែលអាចលេចមក就是灵必要的时候呢，需要的时候呢，就会显给某一个人看。អញ្ចឹងវិញ្ញាណនៅពេលដែលចាំបាច់ឬពេលដែលត្រូវការបំផុតនោះវិញ្ញាណនឹងអាចលេចមកឲ្យមនុស្សនោះឃើញ人看见神呢，不过只是看见神的形象，不是看见人的本体。អញ្ចឹងមនុស្សដែលមើលឃើញនោះមិនខ្វល់ថាទោះបីជាឃើញនៅទីសម្គាល់របស់ព្រះឬក៏មើលឃើញរូបកាយរបស់ព្រះរូបរាងរបស់ព្រះ在旧约里呢，在创世纪呢，我们很熟悉的一个故事就是神在曼利橡树那边呢，跟亚伯拉罕显现。អញ្ចឹងដូចជានៅក្នុងសញ្ញាចាស់គឺព្រះបានមានបន្ទូលលេចមកឲ្យអាប់រ៉ាហាំ我们来看创世纪的18章。ចឹងសូមឲ្យយើងមើលនៅក្នុងព្រះគម្ពីរលោកុបាទចំពុក18创世纪的18章第1节。លោកុបាទចំពុក18ខ1ដល់ខ3。창세기 18장 1절에서 3절까지.创世纪18章1节到3节。លោកុបាទចំពុក18ខ1ដល់ខ3。小弟来读啊。18章第1节，耶和华在曼利橡树那里向亚伯拉罕现出来，那时正热，亚伯拉罕坐在帐篷门口。第2节，举目观看。看见3个人在面前站着，他一见就从帐篷门跑出，迎接他们，俯伏在地。第3节，说：“我主，我若在你眼前蒙恩，求你不要离开仆人，往前去。”这里亚伯拉罕坐在帐篷门口呢，举目观看，就看见3个人。ចឹងកន្លែងនេះគឺនិយាយថាអាប់រ៉ាហាំគាត់អង្គុយនៅក្នុងមាត់ទ្វារត្រសាលក្រោមដើមម៉ៃសាក់នៅត្រង់ដើមម៉ៃសាក់ហ្នឹងគាត់អង្គុយទៅក៏បានមើលភ្នែកគាត់ងើបទៅមើលឃើញមានមនុស្ស3នាក់ដើរមនុស្ស3នាក់នៅឈរ我们知道其中这3位其中一个是神អញ្ចឹងគឺយើងមើលនៅក្នុងមនុស្ស3នាក់នោះនៅក្នុងចំណោមនោះគឺមានព្រះ那亚伯拉罕不知不觉就接待这神跟这2位天使。ហើយគាត់អត់ដឹងទេគាត់អត់ដឹងដល់ពេលដែលគាត់មកគឺគាត់បានទទួលរាក់ទាក់តែទេវតាចំនួន2នាក់那神就跟亚伯拉罕说了，撒拉呢会生一个儿子。ពេលហើយព្រះក៏បានមានបន្ទូលទៅអាដាមថាសារ៉ាហ្នឹងនឹងមានកូននឹងមានផ្ទៃពោះបង្កើតកូនទៅអាប់រ៉ាហាំថាអញ្ចឹង然后他也会去毁灭这个索多玛跟俄摩拉城。ហើយមួយទៀតគឺនិយាយអំពីរឿងនៅក្នុងក្រុងសូដូមនិងកូម៉ូរ៉ា所以这边看来呢，神以人看得见的样式呢，向亚伯拉罕显现。អញ្ចឹងឃើញអ្វីដែលព្រះបានធ្វើទីសម្គាល់ឲ្យឃើញយើងមើលដូចជាអាប់រ៉ាហាំអញ្ចឹងគាត់មើលឃើញទីសម្គាល់ដែលព្រះបានឲ្យឃើញណា然后呢，并且跟那个让亚伯拉罕洗脚。然后吃了亚伯拉罕所预备的食物。ហើយចឹងអ្នកដែលអាប់រ៉ាហាំបានទទួលរាក់ទាក់និងបានបរិភោគរបស់អាប់រ៉ាហាំដែលគាត់បានរៀបចំទទួលនោះ然后又告诉将来会发生什么事情。ហើយបន្ទាប់មកទៀតក៏បាននិយាយប្រាប់ដល់គាត់ថាអូបន្តទៅទៀតនឹងមានរឿងអ្វីខ្លះដែលត្រូវកើតឡើងចឹងណា可是那时候亚伯拉罕不知道他正在跟神讲话。
ប៉ុន្តែនៅពេលនោះដែរអាប់រ៉ាហាំក៏អាចបានដឹងទេថាខ្លួនគាត់កំពុងតែនិយាយទូលជាមួយនឹងព្រះ所以在旧约里面呢，神常常呢用耶和华的使者呢，就是天使的名义显现出来。អញ្ចឹងនៅក្នុងសញ្ញាចាស់គឺព្រះទ្រង់តែងតែឧស្សាហ៍ផ្លេចមកក្នុងការដែលទ្រង់ប្រើទីសម្គាល់ដូចជាចាត់ទេវតាតាមរយៈទេវតារបស់ព្រះយេហូវ៉ានឹងលេចមក那天使是代表神没错。នឹងហើយទេវតានឹងតំណាងឲ្យព្រះគឺមិនខុសទេ可是它不是神的本体。ប៉ុន្តែគ្រាន់តែថាទេវតាដែលលេចមកនឹងគឺមិនមែនជារូបកាយរូបរាងរបស់ព្រះផ្ទាល់នោះឡើយ也不是神的真相。ហើយក៏មិនមែនជារូបអង្គទ្រង់នោះដែរ我们再看创世纪的16章7节到10节。នឹងសូមឲ្យយើងមើលនៅក្នុងព្រះគម្ពីរលោកុបាទចំពុក16ខ10ដល់ខ13这是另外一个例子啊。创世纪16章7节到10节，还有13节。창세기16장 7절에서 10절 그리고 13절。创世纪的16章7节。លោកុបាទចំពុក16ខ77节这边讲的小弟来念就好了。耶和华神的使者在旷野苏俄炉上的水泉旁遇见他，对他说：“撒来的使女夏甲，你从哪里来？要往哪里去？”夏甲说：“我从我的祖母撒来面前逃出来。”第9节，耶和华神的使者对他说：“你回到你祖母那里，伏在他手下。”第10节又说：“我必使你的后裔增多，甚至不可胜数。”11节，并说：“你如今怀孕，要生一个儿子，可以给他起名叫以斯玛利，因为耶和华听见你的苦情。”第12节，他为人必向野鹿，他的手要攻打人，人的手也要攻打他。他必住在众弟兄的东边。第13节，夏甲就称那对他所话的耶和华神为看顾人的神，因而说：“在这里我也看见那看顾我的吗？”这边夏甲的第一次离开亚伯拉罕。កន្លែងនេះដែរគឺនិយាយលើកទី1ដែលនាងហាកាគាត់បានចាក់ចេញពីអាប់រ៉ាហាំ那他就逃走，他逃的方式他逃走的方式离开他。គឺគាត់បានរត់ចេញគឺរត់ចាក់ចេញពីផ្ទះចៅហ្វាយរបស់គាត់那跟他第二次的不一样。អញ្ចឹងគឺវាខុសគ្នាជាមួយនឹងលើកទី2因为第二次是让亚伯拉罕打发他出去。អញ្ចឹងលើកទី2គឺធ្វើឲ្យអាប់រ៉ាហាំជាអ្នកបណ្ដេញគាត់ចេញ那因为当时呢，撒拉看到自己没办法生育呢，ដោយសារតែឋានភាពរឿងហ្នឹងដោយសារតែសារ៉ាគាត់មើលឃើញថាខ្លួនគាត់ហ្នឹងមិនអាចមានផ្ទៃពោះបាន就将他的使女夏甲给了她丈夫亚伯拉罕为妻。ទៅបានជាឲ្យបើបម្រើស្រីរបស់គាត់នាងហាកាហ្នឹងទៅប្តីរបស់គាត់于是呢，亚伯拉罕就跟夏甲同房，那夏甲就怀了孕。តមកនាងអាប់រ៉ាហាំហ្នឹងក៏បានរស់នៅជាមួយនឹងនាងហាកាគាត់ក៏ធ្វើឲ្យនាងហាកាហ្នឹងគាត់មានផ្ទៃពោះ那他看见他自己怀孕，就小看了他祖母撒来。ដល់ពេលនាងហាកាវិញពេលដែលដឹងថាខ្លួនឯងមានផ្ទៃពោះមានទម្ងន់អញ្ចឹងហើយក៏ចាប់ផ្ដើមមើលងាយដល់ចៅហ្វាយស្រីរបស់ខ្លួន那时候撒来呢，就受到委屈。ដល់ពេលហើយនៅពេលនោះដែរនាងហាកាហ្នឹងក៏បានត្រូវបានទទួលត្រឡប់ទៅវិញបាននាងហ្នឹងត្រូវបានទៅវិញណា然后她就去跟她丈夫亚伯拉罕投诉。ក
គាត់ក៏បានទៅនិយាយជាមួយនឹងប្រពន្ធរបស់អាប់រ៉ាហាំទៅចវាយស្រីរបស់គាត់ហ្នឹងសុំអត់ទោសសុំលើកលែងទោស那亚伯拉罕就对撒来在第6节那边说呢。អញ្ចឹងហើយដូចនៅក្នុងខ6មាននិយាយ他说第6节亚伯兰对撒来说，使你在你的手下，你可以随意待他。撒来不待他，他就从撒来面前逃走了。អញ្ចឹងគឺនិយាយថាម៉េចនិយាយថានោះមើលបើស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយចូលប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាស្រួលទៅចោះពេលនោះសារ៉ានឹងក៏ប្រព្រឹត្តនឹងនាងដោយតឹងរឹងបានជានាងនឹងរត់គេចខ្លួនចេញទៅ那在逃亡当中呢，第7节，耶和华的使者就是天使，在旷野苏尔上，的水泉呢，就是一个井旁边见他。អញ្ចឹងហើយបានជានៅក្នុងខ7បានប្រាប់បញ្ជាក់ទៀតនិយាយថាទេវតានៃព្រះគឺទ្រង់បានឃើញនាងនៅទីរហោស្ថាននៅចិត្តក្បាលទឹកមួយគឺជាក្បាលទឹកដែលនៅតាមផ្លូវ他就叫夏甲郎回去他祖母撒来那里顺服于他。អញ្ចឹងគឺនាងបានរត់ចេញពីបានស្រែកសួរហើយនាងហាកាបើជាបាវសារ៉ាអើយតើនាងមកពីណា那神呢就会使夏甲的后裔增多，然后要叫他把孩子起名叫以斯玛利。ហើយព្រះក៏បានមានបន្ទូលជាមួយនឹងនាងតទៀតថានាងនឹងមានទម្ងន់ហ្នឹងនាងនឹងកើតបានកូនប្រុសមួយហើយត្រូវឲ្យនាងនឹងដាក់ឈ្មោះថាអ៊ីស្ម៉ាអែល那以斯玛利的意思就是因为神听见他的苦情。ដោយសារតែអ៊ីស្ម៉ាអែលនឹងអត្ថន័យនឹងមានន័យថាព្រះទ្រង់ស្ដាប់ឮ所以夏甲就称神呢看顾人的神。ព្រះទ្រង់ស្ដាប់ឮព្រះទ្រង់តើតឃើញអញ្ចឹងហើយបានថាព្រះទ្រង់គឺជាព្រះដែលមើលថែការពារដល់មនុស្ស那第2次的离开呢是夏甲被祖母撒来呢赶出去。ដល់ពេលដែលលើកទី2ដែលនាងហាកានឹងគាត់បានចាក់ចេញទៀតនោះគឺត្រូវបានគេបណ្ដេញចេញចវាយស្រីរបស់នាងសារ៉ាហ្នឹងគឺគាត់បានបណ្ដេញគាត់ចេញ那在逃离当中呢天使呢又向他显现អញ្ចឹងដល់ពេលដែលនៅក្នុងការដែលគាត់រត់គេចខ្លួននោះគឺក៏មានទេវតារបស់ព្រះបានលេចមកចំពោះគាត់ទៀត那是记载在创世纪的21章8节到21节那边អញ្ចឹងក៏មានកត់ត្រានៅក្នុងលោកុបាទចំពុក21ខ8ដល់ខ21所以呢所以我们今天看到的事情呢不是看到神的本体អញ្ចឹងថ្ងៃនេះដែរអ្វីដែលយើងមើលឃើញគឺជារឿងរ៉ាវរបស់ព្រះទេមិនមែនមើលឃើញរូបអង្គរបស់ព្រះនោះទេ所以有人会跟你讲说他看到主耶稣的面អញ្ចឹងហើយបានជាមានមនុស្សខ្លះគាត់និយាយទៅកាន់អ្នកថាអូខ្ញុំគាត់បានមើលឃើញព្រះអញ្ចឹងណា那不是事实的ប៉ុន្តែទាំងអស់នោះគឺមិនមែនជារូបអង្គរបស់ព្រះនោះទេ因为除非你死去的时候审判之后神会审判到最后会有审判那时候你才会看到神ចឹងដោយសារតែអ្នកដែលមើលឃើញព្រះផ្ទាល់អ្នកនោះនឹងត្រូវជំនុំជម្រះ另外有另外一个故事就就是告诉我们អញ្ចឹងមានសាច់រឿងមួយទៀតគឺនឹងប្រាប់ដល់យើងចង់ប្រាប់ដល់យើងថា就曾经有一个小妹妹呢名字叫西西អញ្ចឹងមានបងប្អូនស្រីម្នាក់ឈ្មោះស៊ីងឈ្មោះរបស់គាត់ឈ្មោះស៊ីង她大约在7岁的时候呢អញ្ចឹងនៅពេលដែលគាត់អាយុ7ឆ្នាំ因为年纪还很小ដោយសារតែអាយុរបស់គាត់នៅក្មេង没有听过关于天使啊神的事情គាត់អត់មានបានស្ដាប់រឿងដែលពាក់ព័ន្ធជាមួយនឹងរឿងទេវតារឿងអីច្រើនទេ所以聚会的时候他总是会坐下来在那边画画អញ្ចឹងហើយគាត់នៅពេលដែលប្រជុំអញ្ចឹងគឺគាត់នឹងអង្គុយស្ដាប់ក្នុងប្រជុំតែគាត់គូរូបភាពអញ្ចឹងណា然后他有一天呢就看到一些东西ដល់ពេលថ្ងៃមួយគាត់ក៏បានមើលឃើញរូបវត្ថុមួយ
那也是第一次瞬间呢，所以他对此不了了之。他对这个他看到的这些东西他不知道，所以他也没有跟他的爸爸妈妈讲。ដោយសារតែពេលគាត់ឃើញរបស់មួយនឹងហើយគឺដោយសារតែគាត់អត់ស្គាល់អត់ដឹងថាជារបស់អីចឹងណាអញ្ចឹងគាត់ក៏មិនបាននិយាយប្រាប់ឪពុកម្ដាយរបស់គាត់ដែរ所以后来因为疫情的原因呢 ，COVID 的原因呢，ពេលចឹងគាត់ដឹងពីមូលហេតុវា就聚集在加拿大那边参加线上直播。គឺគាត់បាននៅប្រទេសកាណាដាដើម្បីចូលរួម然后就听见传到讲关于天使的事情。ចូលរួមកិច្ចប្រជុំទៅគាត់ក៏បានស្ដាប់ឮលោកគ្រូកងវិលនោះគាត់អធិប្បាយទៅចំចំណុចដែលតាក់ទងមានពាក់ព័ន្ធជាមួយនឹងរឿងរបស់ទេវតា那时候西西才明白，他曾经在7岁的那时候呢，就看到天使。អញ្ចឹងហើយដល់ពេលនោះដែរបានស៊ីងហ្នឹងគាត់នឹកឃើញថាអូតាមការពិតទៅគាត់នៅអាយុ7ឆ្នាំហ្នឹងគឺគាត់បានធ្លាប់ជួបប្រទះធ្លាប់ឃើញទេវតាហ្នឹង所以当时他在传道在讲道理的时候，他在下面画画。ដោយសារតែនៅពេលនោះនៅពេលដែលគ្រូកងវាលកំពុងតែនិយាយអធិប្បាយ5បន្ទូលហ្នឹងគាត់នៅខាងក្រោមគាត់គូសរូបគូសវាសលេងអញ្ចឹងណា那就有人呢就打他的背。ដល់ពេលហើយមានមនុស្សក៏ដឹងដូចមានដូចមនុស្សអញ្ចឹងមកគូសស្មារបស់គាត់នេះគូសខ្នងពីក្រោយខ្នងរបស់គាត់អញ្ចឹងគូសគាត់ណា那他就抬头一看，看到2位天使。ដល់ពេលហើយគាត់ក៏ងាកមើលទៅក្រោយទៅក៏ឃើញមានទេវតា2អង្គ2រូបណា一个人就站在弟兄这边这个位置。ហើយមានមួយនោះគឺអង្គុយជាមួយនឹងក្បែរបងប្អូនប្រុសខាងនោះអង្គុយនៅកៅអីជាមួយណា第二个天使是站在姐妹这边。ហើយដល់ពេលមួយទៀតនោះគឺអង្គុយនៅខាងជួរតុរបស់បងប្អូនស្រី那这2个天使手上就有拿了一本的名簿，点名的簿。ហើយនៅក្នុងដៃរបស់គាត់ហ្នឹងគឺមានកាន់សិភៅកត់ត្រាកាន់សិភៅកត់ត្រានៅក្នុងដៃរបស់ទេវតាម្នាក់ហ្នឹងណា然后这两位天使呢很专心的在观察每一个人。ហើយពេលចឹងហើយគឺទេវតាទាំង2អង្គហ្នឹងគឺយកចិត្តទុកដាក់ត្រួតពិនិត្យមើលមនុស្សដែលអង្គុយភ្ជុំគ្រប់គ្នាហ្នឹងតែម្ដង给那些有带圣经赞美诗抄圣句的信徒的。ចឹងថាតាគ្រីបរិស័ទណាដែលមានលើកកំពីមកមានសភៅកត់ត្រាមានអីត្រឹមត្រូវច្បាស់លាស់ចឹងណាយកចិត្តទុកដាក់គឺគ្រីស្ទឈ្មោះ那这个西西小姐妹也因为害怕，赶快拿起这个圣经的布来抄圣句。ដល់ពេលចឹងហើយកូនស្រីនឹងពេលគាត់ឃើញអញ្ចឹងហើយគាត់មានអារម្មណ៍ថាគាត់ខ្លាចគាត់ភ័យខ្លាចចឹងដែរអញ្ចឹងគាត់ក៏សរសេរគម្ពីរចាប់ផ្ដើមមើលឃើញចឹងហើយគាត់សរសេរគម្ពីរតាមដែលឃើញទេវតានឹងដើរពិនិត្យមើលចឹងណា那这个天使看到他没抄圣经哦，就没给他点名。ដល់ពេលហើយទេវតានឹងមកមើលគាត់ដល់ពេលឃើញអារបស់គាត់សភៅគាត់សរសេរហ្នឹងអត់មានកត់ត្រាគម្ពីរទេអញ្ចឹងឃើញគាត់នៅគូសលេងអញ្ចឹងទេវតាអត់មានបានគ្រីស្ទឈ្មោះគាត់ទេគ្រីស្ទឈ្មោះកូនស្រីហ្នឹងណា直到他抄完那个圣句的时候，天使才在那个布上了点他的名。តើតែកូនស្រីនឹងគាត់ចម្លងសរសេរគម្ពីរនឹងចប់ហើយបានទេវតាមកមើលម្ដងទៀតហើយបានគ្រីស្ទឈ្មោះគាត់所以在圣经那边记载呢。អញ្ចឹងនៅក្នុងព្រះគម្ពីរបានកត់ត្រាថា在马拉基书的第3节16节那边记载。នៅក្នុងព្រះគម្ពីរម៉ាឡាគីមានកត់ត្រាមាននិយាយនៅក្នុងព្រះគម្ពីរម៉ាឡាគីចំពុក3ខ16神记录那敬畏思念他的名。អញ្ចឹងដោយសារតែព្រះទ្រង់បានពួកអ្នកបានគ្រានោះពួកអ្នកដែលកោតខ្លាចដល់ព្រះនឹងនិយាយនឹងព្រះយេហូវ៉ាទៅវិញទៅមក这个小妹妹看到天使了，她说天使很美。គាត់ពេលដែលគាត់មើលឃើញទេវតានៅពេលនោះគាត់និយាយកូនស្រីស៊ីងហ្នឹងគាត់និយាយថាទេវតាហ្នឹងឡើងត្រជាក់然后非常的高大ហើយមានមៀតហ្នឹងខ្ពស់ធំមានកម្ពស់ខ្ពស់ហើយមៀតធំ那
那当这两位点名天使点名信徒之后呢，就飞向大光里面去。អញ្ចឹងហើយនៅពេលដែលពួកគាត់នេះពួកគាត់បានកត់ត្រាគ្រីស្ទឈ្មោះគ្រីស្ទអីហើយហ្នឹង 就慢慢的消失去了。 គឺចាប់ផ្ដើមរូបរាងរបស់ទេវតាហ្នឹងគឺចាប់ផ្ដើមមើលលែងឃើញដូចថាវារលាយទៅម្ដងបន្តិចចឹងណាកូនស្រីនឹងគាត់និយាយហ្នឹង 所以这时候呢，西西又发现有第三位的天使。 ដល់ពេលចឹងស៊ីងហ្នឹងពេលដែលទេវតាលេចលែងមើលលែងឃើញម្ដងបន្តិចគាត់ជួបប្រទះឃើញថាអីមានមិញគាត់ឃើញតែ2ដល់ពេលនេះទៅគាត់មើលឃើញទៅ3នាក់ចឹងណា 就站在讲台这边。 តែតាមវត្ត3នាក់គាត់មើលឃើញអ្នកដែលឈរនៅខាងលើកន្លែងដែលកន្លែងវេទិកាហ្នឹងណា 同样的，他也是拿着一本名簿呢在点名。 ហើយដូចគ្នាទេវតានៅខាងលើហ្នឹងក៏ចឹងដែរក៏មានយកសិភៅកត់ត្រាមកដើម្បីកត់គ្រីស្ទឈ្មោះអ្នកដែលអង្គុយនឹងដែរ 他也是正在观察呢，是不是这个讲道者是否凭着信心在讲神的话。 អញ្ចឹងគឺគាត់កត់ត្រាមិនកត់ត្រាអ្នកអង្គុយណាខ្ញុំថាអ្នកអង្គុយគឺគាត់កត់ត្រាអ្នកដែលនិយាយព្រះបន្ទូលអធិប្បាយព្រះបន្ទូលនេះយកគាត់មើលថាតើអ្នកអធិប្បាយហ្នឹងអធិប្បាយជាពាក្យពេចន៍ព្រះបន្ទូលព្រះដែរឬក៏អត់ 因为神呢已将当说的话呢传给领会者。 ដោយសារតែព្រះបន្ទូលរបស់ព្រះដែលបាននិយាយចេញមកហ្នឹងគឺត្រូវតែផ្សាយចេញទៅ 所以如果是凭着信心传讲神的话呢，天使也是跟他点名。 ហើយប្រសិនបើគាត់មានជំនឿចិត្តហើយគាត់តែងតែប្រាប់ទៅស៊ីងហ្នឹងថាបើសិនជាគាត់និយាយព្រះបន្ទូលព្រះផ្សាយព្រះបន្ទូលរបស់ព្រះហ្នឹងទៅចេះធ្វើអញ្ចឹងដូចគេហ្នឹងដូចអ្នកអធិប្បាយហ្នឹងក៏ព្រះហ្នឹងគ្រីស្ទឈ្មោះស៊ីងហ្នឹងដែរ 到最后那个天使呢就给西西看他那个名簿。 អញ្ចឹងហើយចុងក្រោយព្រះក៏ឲ្យស៊ីងហ្នឹងមើលឃើញអាសិភៅសម្រាប់កត់ត្រាទុកហ្នឹងណា 那被点名的那一页呢就是空白，没有被点名的就是空白。 អញ្ចឹងបានន័យថាអ្នកដែលគេត្រូវកត់ឈ្មោះហ្នឹងគឺគេឃើញមានតែដល់ពេលអ្នកដែលអត់មានបានកត់ឈ្មោះទេគឺមើលទៅឃើញទៅទេ 有点名的那一部分呢，就有每一个信徒的名字。 ហើយក្នុងសភៅហ្នឹងគឺមានក្នុងភៅកត់ត្រាហ្នឹងមានឈ្មោះគ្រប់ទាំងគ្រីស្ទបរិស័ទទាំងអស់ 所以到最后那位第三的天使呢，也是就消失而去了。 អញ្ចឹងដល់ពេលទី3ទេវតាទី3នៅខាងលើឆាកហ្នឹងលើវេទិកាហ្នឹងក៏ចាប់ផ្ដើមរសាយទៅដែរក៏ចាប់ផ្ដើមមើលលែងឃើញទៅដែរ 其他地方呢，在旧约时代呢，除了显现给亚伯拉罕说话呢，还有跟雅各呢摔跤。 អញ្ចឹងមួយទៀតក៏នៅក្នុងសញ្ញាចាស់គឺយើងឃើញមាននិយាយជាមួយព្រះលេចមកឲ្យអាប់រ៉ាហាំឃើញហើយក៏មាននៅក្នុងនេះទៀតក៏មាននិយាយជាមួយយ៉ាកុបទៀត 还有神军队的元帅和耶稣也说话。 ហើយក៏មាននិយាយជាមួយនៅក្នុងយូស្វេ 直到耶稣的出现和世人说话。 ហើយយើងដឹងថានៅពេលដែលព្រះទ្រង់លេចមកហ្នឹងគឺលេចមកមានបន្ទូលជាមួយនឹងមនុស្ស 所以神是灵， ដោយសារព្រះទ្រង់គឺជាវិញ្ញាណ 所以人呢不可雕刻偶像来敬拜。 អញ្ចឹងហើយមនុស្សមិនអាចយករបស់សែនថ្វាយរបស់អីទៅយកទៅថ្វាយព្រះបានទេ 这是记载在出埃及记的20章那边，我们很熟悉的十诫。 នោះគឺនៅក្នុងព្រះគម្ពីរនិខមណាំងចំពុក20 គឺជាគម្ពីរដែលយើងស្ទាត់នៅក្នុងបញ្ញត្តិរបស់ព្រះណា 所以神是灵，我们是看不到的。 ព្រះអញ្ចឹងហើយដូច្នេះហើយព្រះទ្រង់គឺជាវិញ្ញាណអញ្ចឹងយើងមើលមិនឃើញនោះទេ 那我们怎么来理解认识看不到的神呢？ ហើយថាយ៉ាងម៉េចទៅឲ្យយើងទៅគោរពដល់ព្រះដែលយើងមើលមិនឃើញនោះ 神在灵界，我们在物质界。神在灵界，那我们在世上这个物 អញ្ 质 ចឹង 界。 ព្រះទ្រង់នៅខាងវិញ្ញាណហើយចំណែកឲ្យយើងវិញនៅខាងឯជីវិតរស់នៅអញ្ចឹងយើងបំពាក់ដោយសាច់ឈាម
除非神向我们显现。ហើយនៅបូករួមទាំងពេលដែលព្រះទ្រង់លេចមកឲ្យយើងឃើញឬក៏ទីសម្គាល់របស់ព្រះ我们是看不到他也听不到他的គឺយើងមើលមិនឃើញទ្រង់ហើយក៏ប៉ះមិនដល់ទ្រង់ដែរ所以我们今天上午呢就学习神的本质អញ្ចឹងគឺព្រឹកនេះគឺយើងរៀនអំពីរូបអង្គទ្រង់ណា神是灵灵有3个特色គឺព្រះទ្រង់គឺជាវិញ្ញាណហើយវិញ្ញាណគឺមានវិញ្ញាណរបស់ទ្រង់就是无骨无肉មានវិញ្ញាណមាន3ផ្នែកគឺមានបលឹងវិញ្ញាណហើយនឹងរូបកាយ是我们眼睛看不到的ហើយវិញ្ញាណនោះដែរគឺយើងបើជាវិញ្ញាណគឺយើងមើលអត់ឃើញទេ但是灵能自己显明出来ប៉ុន្តែវិញ្ញាណនោះនឹងលេចចេញមក所以今天上午呢我们就谈到这边អញ្ចឹងពេលព្រឹកនេះដែរខ្ញុំនឹងជជែកវិញ្ញាណដល់ត្រឹមនេះ愿一切荣耀都归给天上的神សូមថ្វាយសិរីល្អទៅដល់ព្រះដែលគង់នៅឋានសួគ៌我们再来唱一首赞美诗颂赞神第1首ចឹងសូមឲ្យយើងច្រៀងចម្រៀងមួយបទសរសើរអំណរដល់ព្រះនៅបទចម្រៀងលេខ1បទទី1